ជើងហោះហើរលេខ676របស់ក្រុមហ៊ុនអាកាសចរចិនគឺជាជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិនៅថ្ងៃទី16ខែកុម្ភៈឆ្នាំ1998យន្តហោះ Airbus A300B4-622R ដែលកំពុងប្រតិបត្តិការហោះហើរនេះបានធ្លាក់ចូលទៅក្នុងផ្លូវមួយនិងតំបន់លំនៅឋានមួយក្នុងទីក្រុងថៃយួនស្រុកថៃយួនជិតអាកាសយានដ្ឋានអន្តរជាតិឈៀងខៃសេកកោះតៃវ៉ាន់យន្តហោះ Airbus កំពុងធ្វើដំណើរពីអាកាសយានដ្ឋានងូរ៉ាស់រ៉ាយនៅបាលីប្រទេសឥណ្ឌូនេស៊ីទៅកាន់ទីក្រុងតៃប៉េប្រទេសតៃវ៉ាន់អាកាសធាតុមិនល្អដោយមានភ្លៀងនិងអាប់នៅពេលដែលយន្តហោះបានខិតជិតអាកាសយានដ្ឋានអន្តរជាតិឈៀងខៃសេកអ្នកបើកយន្តហោះបានធ្វើការចុះខុសបច្ចេកទេសយន្តហោះ Airbus A300B4-622R ដែលបានចុះបញ្ជីជា B1814 វាត្រូវបានប្រគល់ជូនក្រុមហ៊ុនអាកាសចរចិននៅថ្ងៃទី14ខែធ្នូឆ្នាំ1990ហើយត្រូវបានបំពាក់ដោយម៉ាស៊ីន Pratt និង Whitney PW4156 ចំនួន2វាបានហោះហើរជាលើកដំបូងនៅថ្ងៃទី16ខែតុលាឆ្នាំ1990យន្តហោះនេះប្រើប្រាស់បាន 7.3 ឆ្នាំនៅពេលមានគ្រោះថ្នាក់ហើយបានហោះហើរចំនួន 20193 ម៉ោងក្រុមអ្នកបើកបរមានមេបញ្ជាការគឺលោកប្រធានក្រុម Kang Long Lin អាយុ49ឆ្នាំដែលបានចូលរួមជាមួយក្រុមហ៊ុនអាកាសចរចិនក្នុងឆ្នាំ1990និងបានហោះហើរសរុបចំនួន 7226 ម៉ោងដែលក្នុងនោះ 2382 ម៉ោងត្រូវបានកត់ត្រានៅលើយន្តហោះ Airbus A300 មន្ត្រីទី1ជាងដាល់សឹងអាយុ44ឆ្នាំបានចូលរួមជាមួយក្រុមហ៊ុនអាកាសចរចិនក្នុងឆ្នាំ1996និងមានរយៈពេលហោះហើរសរុបចំនួន 3550 ម៉ោងរួមទាំង304ម៉ោងនៅលើយន្តហោះ Airbus A300 អ្នកបើកយន្តហោះទាំងពីរនាក់ធ្លាប់បម្រើការងារនៅកងទ័ពអាកាសសាធារណរដ្ឋចិនជើងហោះហើរនេះមានជនជាតិតៃវ៉ាន់ចំនួន175នាក់ជនជាតិអាមេរិកចំនួន5នាក់ជនជាតិបារាំងម្នាក់និងជនជាតិឥណ្ឌូនេស៊ីម្នាក់យន្តហោះនេះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិងូរ៉ារ៉ាយកោះបាលីក្នុងដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិឈៀងខៃសេកក្នុងទីក្រុងតៃប៉េកោះតៃវ៉ាន់ជាមួយនឹងអ្នកដំណើរចំនួន182នាក់និងក្រុមការងារចំនួន14នាក់នៅម៉ោង 3:27 នាទីយន្តហោះ Airbus បានចុះចតដោយប្រើប្រព័ន្ធឧបករណ៍ចុះចតឧបករណ៍វាស់ចម្ងាយ ILS ឬ DME ទៅកាន់ផ្លូវរត់ 05L នៅអាកាសយានដ្ឋានថៃប៉េឈៀងខៃសេកក្នុងភ្លៀងធ្លាក់តិចៗនិងអាប់ប៉ុន្តែយន្តហោះបានហោះចូលមកដល់កម្ពស់300ម៉ែត្រខ្ពស់ពេកពីលើគន្លងចុះចត19វិនាទីក្រោយមក Pilot បានសម្រេចចាត់ថាហោះឡើងវិញដោយរុញកម្លាំងម៉ាស៊ីនយ៉ាងខ្លាំងទៅមុខទាំងអស់ឡើងវិញ19វិនាទីក្រោយមកហើយកង់ចុះចតត្រូវបានលើកឡើងហើយស្លាបត្រូវបានកំណត់ទៅ20ដឺក្រីនៅពេលដែលយន្តហោះបានហោះឡើងដល់កម្ពស់520ម៉ែត្រក្នុងមុំងើបឡើង35ដឺក្រីដោយហោះឡើងដល់កម្ពស់839ម៉ែត្រយន្តហោះងើបឡើងមុំ 42.7 ដឺក្រេល្បឿន83គីឡូម៉ែត្រក្នុង1ម៉ោងយន្តហោះ A300 បានបាត់បង់ល្បឿនទាំងស្រុងដោយសារมันមានខ្យល់បក់កាត់ស្លាបគ្រប់គ្រាន់ដើម្បីលើកទម្ងន់យន្តហោះហើយយន្តហោះបានស្ទល់ធ្លាក់ហើយបុកនឹងដីចម្ងាយ61ម៉ែត្រខាងឆ្វេងនៃផ្លូវរត់បន្ទាប់មកវាបានទៅមុខបុកបង្គោលភ្លើងនិងផ្លូវ highway ហើយរអិលបុកផ្ទះជាច្រើនខ្នងដែលហ៊ុំព័ទ្ធដោយកសិដ្ឋានចិញ្ចឹមត្រីវាលស្រែរោងចក្រនិងឃ្លាំងរួចផ្ទុះសម្រាប់មនុស្សទាំងអស់នៅលើយន្តហោះនិងមនុស្ស6នាក់នៅលើដីការស៊ើបអង្កេតនិងការសន្និដ្ឋាននៅពេលចុះចតដំបូងយន្តហោះនេះមានកម្ពស់លើសពី300ម៉ែត្រពីលើរយៈកម្ពស់ធម្មតារបស់វានៅពេលដែលវាមានចម្ងាយត្រឹមតែ6ម៉ៃលពីអាកាសយានដ្ឋានយ៉ាងណាក៏ដោយវាបានបន្តចុះចតលុះត្រាតែខិតជិតដល់ច្រកផ្លូវរត់ទើបមានការបញ្ជាឲ្យហោះត្រឡប់ឡើងវិញក្នុងអំឡុងពេលនេះអ្នកបើកយន្តហោះបានរុញចង្កូតទៅមុខហើយប្រព័ន្ធបញ្ជាស្វ័យប្រវត្តិរបស់យន្តហោះត្រូវបានផ្ដាច់ប៉ុន្តែគាត់មិនបានដឹងអំពីវាទេដូច្នេះក្នុងអំឡុងពេលបញ្ជាឲ្យហោះឡើងត្រឡប់មកចុះចតម្ដងទៀត
គាត់មិនបានធ្វើអ្វីដើម្បីគ្រប់គ្រងយន្តហោះនោះទេព្រោះគាត់គិតថាប្រព័ន្ធបញ្ជាស្វ័យប្រវត្តិនឹងចាប់ផ្ដើមការបញ្ជានោះរយៈពេល11វិនាទីយន្តហោះមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកណាឡើយបន្ទាប់ពីការស៊ើបអង្កេតជាផ្លូវការដែលបានបន្តអស់រយៈពេល7ឆ្នាំរបាយការណ៍ចុងក្រោយដោយក្រុមការងារពិសេសមួយក្រោមរដ្ឋបាលអាកាសចរស៊ីវិលបានសន្និដ្ឋានថាកំហុសនៃអ្នកបើកយន្តហោះគឺជាមូលហេតុនៃការធ្លាក់យន្តហោះជើងហោះហើរលេខ676របាយការណ៍នេះបញ្ចប់ដោយរិះគន់ក្រុមហ៊ុនអាកាសចរចិនចំពោះការបណ្ដោះបណ្ដាលមិនគ្រប់គ្រាន់និងការគ្រប់គ្រងស្ថានភាពនៅក្នុងកាប៊ីនរបស់អ្នកបើកយន្តហោះមិនបានល្អ។